យើងឃើញថាក្រុមហ៊ុន BYD បានប្រកាសផែនការរថយន្ត hybrid ចំនួនថ្មីព្រមជាមួយនឹងការបើកលក់រថយន្តថ្មីចំនួន2 model ថែមទៀតBYD Cambodia បានប្រកាសដាក់លក់នៅរថយន្ត model ថ្មីចំនួន2គឺរថយន្ត BYD Cell Lion 5 EV និង BYD Shake 6 Advance ដែលជាប្រភេទរថយន្ត pick-up plug-in hybrid ដែលដំឡើងនៅកម្ពុជាជាលើកដំបូងបើតាមលោក Jenny Chan ដែលជាប្រធានប្រតិបត្តិផ្នែកលក់នៃរថយន្ត BYD Asia Pacific សាខាកម្ពុជាបានបញ្ជាក់ថាចំណុចសំខាន់នៃព្រឹត្តិការណ៍នេះគឺជាការប្រកាសតម្លៃផ្លូវការដែលមានភាពប្រកួតប្រជែងខ្ពស់តម្លៃលក់សមស្របជាមួយនឹងសមត្ថភាពនិងបានកំណត់ស្តង់ដារតម្លៃថ្មីសម្រាប់ទីផ្សាររថយន្តថាមពលនៅកម្ពុជារថយន្តទាំងពីរអាចនឹងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់គ្រប់ស្ថានភាពចាប់ពីការធ្វើដំណើរប្រចាំថ្ងៃលក្ខណៈគ្រួសារការដឹកជញ្ជូនការងារសំណង់រហូតដល់ការងារបើក off road ហើយរហូតដល់ការបើកបរដោយ off road ហើយបច្ចេកវិទ្យាធម្មពលថ្មីដែលអភិវឌ្ឍដោយ BYD គឺមានសមត្ថភាពផលិតនៅរោងចក្រក្នុងខេត្តព្រះសីហនុលោកនាយកប្រតិបត្តិក៏បានបង្ហាញអំពីយុទ្ធសាស្ត្រនិងការបដិញ្ញាចិត្តរបស់ BYD នៅក្នុងការពង្រឹងវត្តមានទីផ្សារកម្ពុជារយៈពេលវែងនៅពេលខាងមុខទៀត BYD ប្រកាន់ភ្ជាប់នៅទស្សនៈបច្ចេកវិទ្យា Snow នវានុវត្តន៍ជាទុនដោយបានអភិវឌ្ឍបច្ចេកវិទ្យា Snow ដោយខ្លួនឯងរួមជាមួយនឹង Blade Battery E-Platform DM Super Hybrid និង Cabin ឆ្លាតវៃBYD ក៏បានវិនិយោគលើទឹកប្រាក់ប្រមាណ$6 លានដើម្បីសាងសង់នៅមជ្ឈមណ្ឌលគ្រឿងបន្លាស់ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាដែលគ្រោងនឹងដាក់ដំណើរការនៅក្នុងឆ្នាំ2026នេះហើយចាអរគុណអ្នកខ្ញុំបញ្ចប់ព័ត៌មាននេះ